មុខងារនៃការតាមដាន controlling គឺជាមុខងារមួយនៃការគ្រប់គ្រងការ controlling គឺអាចធ្វើបានតាម5ដំណាក់កាល 5 step អញ្ចឹង process នៃការ controlling គឺមាន5ដំណាក់កាលដំណាក់កាលទី1គឺការកំណត់ស្តង់ដារតែយើងចង់បានវាម៉េចលទ្ធផលរបស់យើងបើយើងនិយាយពីអតិថិជនតើអតិថិជនប្រមាណក្នុងមួយថ្ងៃដែលយើងចង់បានយើងនិយាយពីបុគ្គលិកបើយើងបញ្ជូនគាត់ទៅបន្តតើគាត់នៅវិញគាត់អាចធ្វើបានអីខ្លះបញ្ចូលទិន្នន័យសរសេររបាយការណ៍ឬក៏ដោះស្រាយបញ្ហាអញ្ចឹងដំណាក់កាលទី1យើងត្រូវកំណត់ស្តង់ដារនៃលទ្ធផលដែលយើងចង់បានទី2គឺយើងវាស់វែងលទ្ធផលដែលយើងទទួលបានយើងអាចវាស់វែងលទ្ធផលនៃចំនួនភ្ញៀវវាស់វែងលទ្ធផលពីការដោះស្រាយបញ្ហាវាស់វែងពីលទ្ធផលការសរសេររបាយការណ៍របស់បុគ្គលិកបន្ទាប់ពីការបន្តវេនហើយយើងប្រៀបធៀប comparison ប្រៀបធៀបលទ្ធផលជាមួយស្តង់ដារតើវាស៊ីគ្នាអត់បើអត់ស៊ីគ្នាទេគឺមានភាគលំអៀងហើយ deviation អញ្ចឹងយើងវិភាគយើងចង់បានភ្ញៀវមួយថ្ងៃ50នាក់មិនក៏មានតែ10នាក់យើងចង់ឲ្យសរសេររបាយការណ៍បានល្អមើលទៅរបាយការណ៍វាអត់សូវល្អវាមាន gap អីគេមានចន្លោះប្រហោងអីគេហ្នឹងគឺការវិភាគមូលហេតុនៃភាគលំអៀងពាក់ព័ន្ធលទ្ធផលហើយនឹងការចង់បានរបស់យើងការចុងក្រោយចេញមកពីការប្រៀបធៀបហើយនឹងការវិភាគភាគលំអៀងហ្នឹងគឺយើងអាចចាប់ដើម take corrective action មានន័យថាចាប់ដើមកែតម្រូវចាប់ដើមផ្លាស់ប្ដូរទៅម៉េចលទ្ធផលដែលយើងទទួលបាននេះឲ្យវាស៊ីជាមួយស្តង់ដារដែលយើងកំណត់អញ្ចឹងយើងត្រូវ take corrective action ដើម្បី corrective action ដើម្បីឲ្យស៊ីជាមួយស្តង់ដាររបស់យើង